សម្រាប់បងប្អូនយើងដែលត្រូវការបញ្ចូលសំឡេងនៅក្នុងវីដេអូរបស់បងប្អូនទាំងអស់គ្នាឬក៏លក្ខណៈថាជា voice over អីហ្នឹងគឺយើងអាចធ្វើបានតាមរយៈកម្មវិធីកាត់តវីដេអូផ្សេងដូចជា Wing CapCut ឬក៏ Shortcut ឬក៏កម្មវិធីផ្សេងទៀតអញ្ចឹងវីដេអូមួយនេះខ្ញុំមានចំណុចពិសេសមួយគឺចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាគឺរបៀបនៃការបញ្ចូលសំឡេងហ្នឹងនៅក្នុងកម្មវិធី TikTok ផ្ទាល់តែម្ដងអូខេគ្រប់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទប៉ាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការកាត់តឬក៏បញ្ចូលសំឡេងនៅក្នុងវីដេអូតាមរយៈកម្មវិធី TikTok អញ្ចឹងបើសិនជាបងប្អូនយើងត្រូវការបញ្ចូលសំឡេងនៅក្នុងវីដេអូខ្លីៗតាមរយៈការ voice over ទៅក្នុងវីដេអូហ្នឹងគឺយើងអាចបញ្ចូលសំឡេងបាននៅក្នុងកម្មវិធី TikTok របស់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុង app ទាំងអស់គ្នាមកហ្នឹងហើយបន្ទាប់មកទៀតគឺគ្នាយើងត្រូវចូលកន្លែងសញ្ញាបូកនេះអូខេហើយយើងចុចជ្រើសរើសវីដេអូណាមួយមកឧទាហរណ៍ថាខ្ញុំជ្រើសរើសកន្លែងវីដេអូនេះចុះបន្ទាប់មកចុចពាក្យថា next នេះមកហើយដើម្បីបញ្ចូលសំឡេងបានគ្នាយើងចុចកន្លែងសញ្ញាព្រួយនេះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា voice នេះហ្នឹងហើយ voice កន្លែងសិតជា effect ទាំងអស់បងប្អូនតែអត់មានសេវាអញ្ចឹងនៅពេលដែលវាមានសេវាហ្នឹងគឺយើងអាចប្រើ effect ទាំងអស់នេះបានខ្ញុំសាកចុចមើលហ្នឹងហើយវា effect សិតតែជា effect សំឡេងទាំងអស់បងប្អូនហ្នឹងហើយ effect សំឡេងទាំងអស់ហើយបើសិនជាបងប្អូនយើងត្រូវការ effect ទាំងអស់នេះគឺយើងអាចទាញយកហើយយើង select លើវាមក effect សំឡេងលក្ខណៈថាជាសំឡេងធំសំឡេងតូចទៅតាមអ្វីដែលបងប្អូនយើងត្រូវការបានហ្នឹងហើយបើសិនជាបងប្អូនយើងត្រូវការបញ្ចូលសំឡេងតែម្ដងទៅលើវីដេអូមួយនេះអញ្ចឹងយើងចុចពាក្យថា record ហ្នឹងហើយ record ហើយយើងក៏ចាប់ផ្ដើមនិយាយចូលទៅក្នុងវីដេអូនេះដូចជាកម្មវិធីកាត់តផ្សេងផងដែរហើយសម្រាប់សំឡេងដែលយើងបញ្ចូលទៅហ្នឹងគឺយើងអាចបញ្ចូលជា effect សំឡេងបានដូចគ្នាអូខេវិធីបែបនេះគឺងាយទេបងប្អូនប៉ុន្តែដោយសារតែអត់មានសេវាសម្រាប់បង្ហាញកន្លែងចូលទៅក្នុងកន្លែង effect ហ្នឹងគឺខ្ញុំអត់បានបង្ហាញដាក់កន្លែង effect នេះដល់អ្នកទាំងអស់គ្នាទេដោយសារអត់មានសេវាហ្នឹងហើយកន្លែងនេះគឺនៅពេលដែលយើងចុចឲ្យកន្លែងសញ្ញាសំឡេងនៅពេលដែលយើងបញ្ចូលសំឡេងហើយហ្នឹងវាមានជាសំឡេង original ហើយនិងសំឡេងដែលយើង voice over ហ្នឹងយើងនិយាយទៅហ្នឹងនៅពេលដែលសំឡេង scene ហើយនិងសំឡេង scene video ហើយនិងសំឡេងនេះគឺយើងអាចសេរីថយថែមថយទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាបានអូខេបងប្អូននេះគឺជារបៀបនៃការបញ្ចូលសំឡេងតាមរយៈកម្មវិធី TikTok ហើយសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូននៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្តទៀតជាមួយនឹងខ្ញុំបាទផងដែរ